តោះបងប្អូនឥឡូវមករៀនដោះស្រាយលំហាត់មួយទាំងអស់គ្នាដែលលំហាត់ហ្នឹងទម្រង់វាគឺធ្លាប់ចេញប្រឡងនៅឯវិញ្ញាសាស្ត្រកាយហាត់ទី9ឆ្នាំ2002 2003ថ្នាក់ខេត្តតែជាទម្រង់ដូចគ្នាអញ្ចឹងរីករាយទស្សនាដូចតទៅតែមុននឹងធ្វើលំហាត់នោះសូមបងប្អូនជួយ like និង share page របស់ខ្ញុំមួយផងដើម្បីខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូដល់ទៅលើកក្រោយទៀតតោះរីករាយទស្សនាដូចតទៅតោះឥឡូវយើងមកមើលលំហាត់អស់នេះគេឲ្យលំហាត់គេឲ្យយើងគណនាតម្លៃ x ឥឡូវយើងមើលមាន x ដក2នៅលើ 2023 x ដក1នៅលើ 2024 x នៅលើ 2025 x បូក1នៅលើ 2026 x បូក2នៅលើ 2027 ដក5ស្មើនឹង0អញ្ចឹងគេឲ្យយើងគណនារកតម្លៃ x នៅក្នុងសម័យកាលនៅក្នុងកន្សោមហ្នឹងអញ្ចឹងការដែលយើងត្រូវដោះស្រាយលំហាត់ហ្នឹងយើងត្រូវមានភាពវៃឆ្លាតបើសិនជាយើងដោះតាមតម្រូវដូចបែបគឺស្មុគស្មាញពិបាកអញ្ចឹងយើងត្រូវចេះប្រើវិធីឆ្នៃយើងត្រូវមើលនេះយើងមើលទីបាទដូច5យើងត្រូវចេះឆ្នៃគឺលើវាត្រង់អូខេឥឡូវយើងនឹងឆ្នៃសាក់មកហ្នឹង x ដក2នៅលើ2023ខ្ញុំឆ្នៃនឹងទៅជាដក1រួចខ្ញុំបូក x ដក1នៅលើ2024ដក1ដូចគ្នាបូក x នៅលើ2025ខ្ញុំដក1ដូចគ្នាទៀត x បូក1នៅលើ2026ដក1បូកទៀត x បូក2នៅលើ2027ដក1គ្នាស្មើនឹង0តោះទៀតចឹងន័យថាយើងឆាយ x ដក2 2000លើ2023អូខេអញ្ចឹងដក1នេះខ្ញុំសេរីទៅជា2023នៅលើ2023មក x ដក1នៅលើ2024ដក1នេះសេរី2024នៅលើ2024ពីបូកដូចគ្នា x នៅលើ2025សំដៅដកនឹងសេរីដូចគ្នាដល់2025នៅលើ2025បូកទៀត x បូក1នៅលើ2026ដក1នេះយើងសេរីមក2026នៅលើ2026ខ្ញុំសេរីតតែមកបូកនឹង x បូក2នៅលើ2027ដកនឹង2027នៅលើ2027ស្មើនឹង0តោះឥឡូវយើងមើលទៀតចឹងនេះយើងដាក់ពីបាយរួមមកវាទៅជា x ដក2ដកនឹង2023នៅលើ2023
នេះ x ដក1ដាក់ជាបាញ់វាហូរមកនេះជាបាញ់វាហូរដកដល់2024នៅលើ2024នេះទៀតបូកទៀតមកx ដក2025នៅលើ2025នេះ x បូក1ដកនឹង2026នៅលើ2026មកតទៀតនេះ x បូក2ដក2027នៅលើ2027ស្មើនឹង0តោះឥឡូវយើងចាប់ដើមក្នុងនេះ x ដក2នេះដក2ជាមួយដក2020ដកជាមួយ2023ខ្ញុំន័យថា x ដក2025នៅលើ2023បូកនេះយើងមើលនេះ x ដក2025នៅលើ2024នេះទៀត x ដក2025នៅលើ2025បូក x យើងមើលនេះដកបូក1ជាមួយដក2026ចាប់ដកសតដក2025នៅលើ2026នេះមួយទៀត x បូក2ដកជាមួយ2027អញ្ចឹងស្មើ x ដក2025ចែកនឹង2027ស្មើនឹង0អូខេឥឡូវយើងចាប់ដើមទាញឃើញក្នុងតួយើងថាក្នុងតួនីមួយយើងមាន2025រួមមែនទេអញ្ចឹងយើងទាញ2025ជាតាមយើងទាញ x ដក2025ជាតាមសាកមួយទៀត x ដកជាមួយ2025 x ដកនឹង2025តាហើយតែដៃដក x 2025ជាតាមអត់ឲ្យសល់គេ31នៅលើ2023បូកនឹងនេះមួយដែរយើងដក2025ចេញដក x ដក2025ហើយតែថា x មួយនៅលើ2024បូកមួយនៅលើ2025បូកទៀតនេះដូចគ្នាបូកមួយនៅលើ2026បូកនឹងមួយនៅលើ2027ស្មើនឹង0យើងមើលនេះកន្សោមនេះកន្សោមនោះមិនមានន័យវាខុសពី0ណាចាំបើសិនការខុសពី0ចាំគ្រាន់តែយើងឲ្យអាតាមមួយនេះស្មើ0ទៅគឺដោះស្រាយសមីការចេញអញ្ចឹងមានន័យថា x ដក2025ស្មើនឹង0អញ្ចឹងនាំឲ្យ x ស្មើនឹង2025ជាចម្លើយសមីការ